បាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តទាំងអស់ថ្ងៃនេះផងដែរខ្ញុំបាទមានអត្ថបទព័ត៌មានមួយដែលមានចំណងជើងថាជីដាវីតអន់ចិត្តស្ដោកក្រោយទេពបុព្រឹកប្រេងថាមានកូនទី2តែចុងក្រោយបែរជាខកចិត្តបើទោះជាទើបតែបានដឹកដៃគ្នារៀបចំពិធីមង្គលការតាមប្រពៃណីអញ្ជើញភ្ញៀវរាប់ពាន់នាក់ចូលរួមដើម្បីបង្កើនអនុស្សាវរីយ៍ចំណងអាពាហ៍ពិពាហ៍បានរយៈពេលប្រមាណកន្លះឆ្នាំក្តីប៉ុន្តែចំណងស្នេហ៍របស់អ្នកនាងទេពបុព្រឹកនិងលោកជីដាវីតគឺមានរយៈពេលប្រមាណ10ឆ្នាំមកហើយក្នុងនោះផងដែរចំណងស្នេហ៍ដ៏រឹងមាំរបស់តារាចម្រៀងរ៉េបប្រចាំប្រទេសទាំងគូនេះក៏ទទួលបានចំណងដៃកូនប្រុសមួយរូបដ៏គួរឲ្យស្រឡាញ់ផងដែរដោយពេលនេះកូនប្រុសរបស់អ្នកនាងទេពបុព្រឹកនិងលោកជីដាវីតគឺអូនអាល់ប៊ឺតមានអាយុជិត3ឆ្នាំហើយក្នុងនោះដែរមហាជននិយមតាមដានក្រុមគ្រួសាររបស់តារាចម្រៀងរ៉េបទាំងគូខាងលើនេះច្បាស់ជាបានជ្រាបហើយថាបន្ទាប់ពីទទួលបានចំណងដៃកូនប្រុសដ៏ស្រស់ស្អាតហើយនោះជីវិតគ្រួសាររបស់អ្នកនាងទេពបុព្រឹកនិងលោកជីដាវីតគឺកាន់តែទទួលបានសុភមង្គលពេញទីថែមទៀតផងលើពីនោះក្រោយឃើញអាល់ប៊ឺតកូនប្រុសសំណប់ចិត្តរបស់អ្នកនាងទេពបុព្រឹកនិងលោកជីដាវីតស្អាតឆ្លាតនិងគួរឲ្យស្រឡាញ់នោះមានអ្នកគាំទ្រនិងមិត្តភ័ក្តិស្និទ្ធស្នាលជាច្រើនចង់ឲ្យគូស្វាមីមួយគូនេះមានកូនច្រើនទៀតផងជាក់ស្ដែងកាលពីអំឡុងពេលរៀបការកន្លងមកអ្នកនាងទេពបុព្រឹកធ្លាប់បានបង្ហើបថានឹងយកទាយាទបន្ថែមទៀតគណៈស្វាមីគឺលោកជីដាវីតចង់បានកូនភ្លោះយ៉ាងណាមិញស្រាប់តែថ្មីនេះអ្នកនាងទេពបុព្រឹកបានធ្វើវីដេអូប្រេងស្វាមីជាថ្មីថាមានកូនប៉ុន្តែមិនមានបានធ្វើឲ្យលោកជីដាវីតបង្ហាញអារម្មណ៍ដូចខកចិត្តបន្តិចក៏ព្រោះតែលោកថាខ្លួនចង់បានកូនបន្ថែមក្នុងវីដេអូប្រេងស្វាមីជាថ្មីនោះអ្នកគាំទ្ររបស់អ្នកនាងទេពបុព្រឹកនិងលោកជីដាវីតបានចូលទៅបញ្ចេញមតិស្រដៀងគ្នាថាលួចញញឹមខណៈឃើញពីសុភមង្គលរបស់អ្នកទាំងពីរបាទហើយអត្ថបទព័ត៌មានដែលខ្ញុំបាទជម្រាបជូនខាងលើនេះក៏មានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា